ចូលមកដល់ចំពោះភាគទី8ដែលយើងក៏បានដឹងផងដែរថាចំពោះមនុស្សដែលមកពីនិកាយអារ្យជាមួយនឹងប្រាសាទតាគង់ពួកគេនិយាយមិនត្រូវគ្នានោះទេសម្រាប់និកាយផ្សេងទៀតគឺហើបជាមិនហ៊ានធ្វើអ្វីឡើយដោយពួកគេគ្រាន់តែមើលពីសកម្មភាពរបស់មនុស្សទាំងពីរនាក់នេះតែប៉ុណ្ណោះមិនដឹងថាពួកគេទាំងពីរនាក់នេះអ្នកណានឹងឈ្នះនោះទេមួយគឺជាប្រធានក្រុមទី3នៃនិកាយអារ្យមួយទៀតគឺជាមនុស្សដែលមកពីប្រាសាទតាគង់ហើយក៏សុទ្ធតែជាអ្នកស្ថិតនៅក្នុងអាណាចក្រទុក្ខវេទនាយន់សិនសម្រាប់ធានដែរជាមួយនឹងគ្នារបស់គេគ្រាន់តែនៅឈើមើលតែប៉ុណ្ណោះប៉ុន្តែបែបនេះនៅតែបបួលចំពោះធានដែររបស់យើងរត់ចាស់ចេញពីទីនេះដោយពួកគេនៅតែបន្តនិយាយព្រោះថាគេគឺចង់បានជាមួយនឹងសាវយូសូម្បីតែព្រះសង្ឃម្នាក់ហ្នឹងក៏ចង់បានជាមួយនឹងសាវយូផងដែរដើម្បីសងសឹកឲ្យទៅកាន់បរិមម្នាក់ឈ្មោះថាខុងមីងអត់ដឹងទេប្រហែលគេភ័ក្រយើងចឹងតែយើងក៏អាចចូលរឿងរបស់យើងសិនទៅដោយមើលទៅមនុស្សទាំងពីរនាក់នេះពួកគេពិតជាឈ្លុបប្រកែកនិងនិយាយមិនត្រូវគ្នានោះទេប៉ុន្តែសម្រាប់បែបនេះប្រតិការចំពោះធានដាវបើសិនជាអ្នកលក់ដាវមួយនឹងឲ្យខ្ញុំមកខ្ញុំច្បាស់ថានឹងប្រាប់ពីអ្នកអំពីរឿងដ៏សំខាន់មួយនិយាយទៅអ្នកគ្រាន់តែលក់ដាវពណ៌ខ្មៅសិនមើលនិយាយទៅអាប៉ែហ្នឹងវាចង់បានតែដាវរបស់ធានដាវរបស់យើងតែប៉ុណ្ណោះប្រធានក្រុមទី3នៃនិកាយអារ្យចាប់ផ្ដើមទ្រាំលែងបានបាទទៅហើយក៏ស្ទុះទៅវាយប្រហារតែម្ដងប៉ុន្តែព្រះសង្ឃហ្នឹងក៏បានបញ្ចេញជាមួយនឹងរូបរាងកាយមាសអរហន្តទប់ទល់ជាមួយនឹងការវាយប្រហារមួយនោះអ្នកទស្សនាបានត្រឹមតែភ្ញាក់ផ្អើលជាមួយនឹងអំណាចរបស់ពួកគេព្រោះថាពួកគេទាំងពីរអ្នកហ្នឹងគឺស្ថិតតែស្ថិតនៅក្នុងអាណាចក្រទុក្ខវេទនាយន់សិននិយាយទៅអំណាចរបស់ពួកគេគឺពិតជាខ្លាំងសូម្បីតែធានដាវក៏បានដឹងផងដែរប៉ុន្តែធានដាវរបស់យើងគឺបាននិយាយពីចំណុចសំខាន់របស់វាប៉ុន្តែតើនឹងខ្ញុំអត់និយាយទេព្រោះថាអត់យល់អញ្ចឹងរំលឹងតិចទៅអាប៉ែម្នាក់ដែលបានលើមពីធានដាននិយាយគឺចាប់ផ្ដើមមានការភ្ញាក់ផ្អើលប៉ុន្តែយើងកង្វល់យើងមើលចំពោះមនុស្សពីរនាក់នេះវិញដោយពួកគេនៅតែបញ្ចេញជាមួយនឹងអំណាចរៀងៗខ្លួនព្រះសង្ឃនឹងក៏បានបញ្ចេញជាមួយនឹងបាតដៃដ៏ធំវាយប្រហារទៅកាន់ប្រធានក្រុមទី3នៃនិកាយអារ្យប៉ុន្តែគាត់ក៏នៅតែអាចទប់ទល់បានជាពិសេសយើងក៏បានឃើញសាវយូផងដែរដែលត្រូវបានគេចាប់ចងធានដាវរបស់យើងបានត្រឹមតែសម្លឹងមើលតែប៉ុណ្ណោះមើលទៅពួកគេទាំងពីរនាក់នេះគឺសិតតែចង់បានជាមួយនឹងសាវយូជាពិសេសជាមួយនឹងកម្រិតរបស់ព្រះសង្ឃតូចនោះគឺជាសន្លឹកមាស4សន្លឹកប៉ុន្តែប្រធានក្រុមទី3នៃនិកាយអារ្យបានសើចចំអកតែកម្លាំងរបស់ឯងមានតែប៉ុណ្ណឹងមែនដែរទេអាក្បាលទំពេកអាហ្នឹងខ្ញុំហៅតាមរឿងគេទេព្រះសង្ឃម្នាក់ហ្នឹងគឺចាប់ផ្ដើមលេងមែនតែនហើយដូច្នោះអាត្មានឹងលេងមែនតែនហើយញោមក៏បានហៅជាមួយនឹងប្រាសាទដាគង់របស់គេដោយនោះគឺជាសម្លេងសំសក្តិដែលគឺជាការគៀបសង្កត់ឬក៏អាចជាការបន្លឺសម្លេងយ៉ាងខ្លាំងក្លាដាក់ទៅសម្ពាធទៅកាន់មនុស្សដែលខ្សោយខ្សោយអំពីរឿងនេះអ្នកដែលបានលឺហើយពួកគេគឺចាប់ផ្ដើមមានការហឹងត្រចៀកជាខ្លាំងតាមពួករបស់គេសូម្បីតែការមើលឃើញរបស់គេក៏មានការធ្លាក់ចុះផងដែរប៉ុន្តែធានដាវរបស់យើងវិញស្រាប់តែក៏បាននឹកឃើញអំពីអ្វីមួយក៏បានបដិកម្មចំពោះជីងអឺប៉ុន្តែជីងអឺរបស់យើងគឺមិនអីនោះទេព្រោះថាសមត្ថភាពរបស់នាងពិតជាមិនអន់ឡើយប៉ុន្តែស្រាប់តែដឹងថាបាត់អាប៉ែម្នាក់នោះទៅណាបាត់ហើយអូតើគេគឺស្ថិតនៅក្នុងអាណាចក្រពាក់កណ្ដាលផ្ដោតអារម្មណ៍មិនដែរឬទេបន្ទាប់មកក៏បានប្រើជាមួយសន្លឹកកែរបស់ខ្លួនផ្លាស់ទីយ៉ាងលឿនដើរទៅទីនោះតែម្ដងគាត់ក៏បានដឹងផងដែរថាមិនដឹងថាគាត់នឹងអាចទប់ទល់ជាមួយនឹងសម្ពាធមួយនេះបានយូរអត់នោះទេប៉ុន្តែអ្នកផ្សេងទៀតគឺមានការភ្ញាក់ផ្អើលចំពោះធានដាវរបស់យើងម្ដេចក៏តាចំណាស់ម្នាក់នេះគ្មានរឿងអ្វីកើតឡើងក៏អញ្ចឹងពួកគេបានត្រឹមតែឆ្ងល់តែប៉ុណ្ណោះសម្រាប់ធានដាវរបស់យើងគឺកំពុងតែគិតអំពីការវិវហាររបស់ពួកគេទាំងពីរនាក់នោះសិតតែបញ្ចេញជាមួយថាមពលប៉ុន្តែធានដាវរបស់យើងក៏លេចឡើងជាមួយថាមពលគេផងដែរថាមពលដែលគេលេចឡើងនឹងគឺដោយសារតែការយល់ដឹងនៃសិភៅឋានសួគ៌អ្នកនរគ្នាតិចភ្លេចជាមួយនឹងសិភៅឋានសួគ៌សិភៅនោះគឺបានប្រមូលផ្ដុំជាមួយថាមពលចូលទៅក្នុងដានធានរបស់គេបន្ទាប់មកកម្លាំងរបស់ធានដាវរបស់យើងគឺកាន់តែកើនជាងមុនបាទទៅហើយសម្រាប់ព្រះសង្ឃម្នាក់នឹងគឺអំណាចរបស់គាត់គឺកាន់តែខ្លាំងជាមួយនឹងរូបរាងកាយមាសអរហន្តបែកចេញជាពីរតែម្ដងប៉ុន្តែប្រធានក្រុមទី3នៃនិកាយអារ្យគឺមិនបានចោះចាញ់នោះទេនៅតែបន្តស្ទុះវាយប្រហារបង្កើតជាមួយនឹងការបន្ទោសជាខ្លាំងនៅទីនោះប៉ុន្តែយើងបានឃើញថាប្រធានក្រុមទី3នៃនិកាយអារ្យនឹងគឺពិតជារងរបួសគាត់ក៏បានប្រាំឲ្យចូលចាក់ទៅកាន់រូបរាងកាយរបស់គាត់ដើម្បីទប់ទល់ជាមួយសម្លេងដែលរំខានគាត់ប៉ុន្តែសម្រាប់ព្រះសង្ឃដែលក្បាលរឿងតំពេងនឹងដូចជាគ្មានរឿងអ្វីកើតឡើងមកគាត់សោះនៅពេលដែលគាត់កំពុងតែនិយាយក៏បានលឺ
សម្លេងពីណាគេម្នាក់និយាយសម្លេងដែលអ្នកនិយាយនោះគឺជាធានដារបស់យើងដោយបានថាឲ្យចំពោះព្រះសង្ឃម្នាក់នឹងនេះមែនទេគឺជាទង្វើដែលព្រះសង្ឃគឺមកជួយសង្គ្រោះសត្វលោកប៉ុន្តែសម្រាប់ព្រះសង្ឃមួយនឹងក៏មានការភ័យខ្លាចចំពោះធានដារបស់យើងផងដែរដោយបានដឹងថាធានដារបស់យើងក៏មិនមែនជាមនុស្សសាមញ្ញប៉ុន្តែដោយសារតាប៉ែនឹងវាមានជាមនុស្សអំនួតខ្លួនឯងខ្លាំងពេកដូច្នេះធានដារបស់យើងនឹងចាប់ការវាតែម្ដងទៅបញ្ចេញជាមួយសន្លការរបស់ខ្លួនប៉ុន្តែព្រះសង្ឃនឹងក៏ចាប់ដើមបញ្ចេញជាមួយនឹងស្នេហ៍របស់គាត់ព្រះអរហន្តទាំង8អង្គវាបង្ហាញទៅកាន់ចំពោះធានដាប៉ុន្តែនៅពេលនោះលេចឡើងជាមួយនឹងរូបសំណាករូបរាងកាយព្រះពុទ្ធមាសដ៏ធំសម្បើមតែម្ដងធំជាងព្រះអរហន្តទាំង8អង្គទៅទៀតមនុស្សនៅទីនោះបានមានការភ្ញាក់ផ្អើលអំពីរូបព្រះពុទ្ធដ៏ធំមួយនោះសម្បីតែមនុស្សមកពីនិកាយអារ្យក៏មានការភ្ញាក់ផ្អើលផងដែរហើយក៏បានឃើញជាមួយនឹងបាតដៃអ្វីមួយដ៏ទូចញឹកចាប់ផ្ដើមវាយប្រហារព្រះសង្ឃម្នាក់នោះក៏មានការភ្ញាក់ផ្អើលក៏ខំវាយបកវិញប៉ុន្តែមើលទៅថាមពលដែលវាយបកគឺមិនអាចទៅរួចនោះទេអ្នកដែលទស្សនានឹងនិយាយទៅប៉ែណាខ្ញុំអត់សមរៀបរាប់នោះទេប៉ុន្តែយើងដឹងត្រឹមថាព្រះសង្ឃមួយនោះក៏ខំប្រឹងរត់គេចផងដែរប៉ុន្តែជាចុងក្រោយគឺមិនអាចគេចផុតអំពីបាតដៃដ៏ធំមួយនោះបាននោះទេដែលយើងគឺបានឃើញថាបាតដៃដ៏ធំមួយនឹងបានវាយប្រហារទៅកាន់ព្រះសង្ឃមួយនឹងជាពិសេសជាមួយនឹងប្រាសាទដាគង់របស់គាត់ក៏ត្រូវបានបំផ្លាញជាមួយនឹងបាតដៃដ៏ធំមួយនោះវាយប្រហារផងដែរមនុស្សគ្រប់គ្នានៅទីនោះបានត្រឹមតែមានការភ្ញាក់ផ្អើលអំពីអំណាចរបស់ធានដារបស់យើងតែប៉ុណ្ណោះជាពិសេសពួកគេក៏បានគេចផុតអំពីការគេសង្កត់នៃព្រះសង្ឃដែលមកពីប្រាសាទដាគង់ទាំងអស់នោះពួកគេក៏ឆ្ងល់អំពីធានដារបស់យើងផងដែរគឺជាមនុស្សមកពីណាហើយអ្វីក៏ខ្លាំងយ៉ាងនេះសម្រាប់ធានដារបស់យើងបានគិតនៅក្នុងចិត្តអាយ៉ាមិញប៉ិតជាមិនអន់ទេ10វិតែប៉ុណ្ណោះអាចចាប់ការបានបាត់ទៅហើយដោយសារតែខ្លួនគឺបានប្រាយជាមួយសន្លការរបស់ខ្លួនពីរបូកជាមួយគ្នាទៅវាពិតជាអាចារ្យមនុស្សនៅទីនោះក៏ចាប់ផ្ដើមគោរពទៅកាន់ចំពោះធានដារបស់យើងប៉ុន្តែធានដាកំពុងតែមានការសង្ស័យទៅកាន់អប៉ែដួនស៊ីងមិនដឹងថាវានឹងមកវិភាគមកកាន់ខ្លួនដែរឬទេប៉ុន្តែអប៉ែនឹងគឺបាយជាអស់គុណខ្លួនជាមួយនឹងអ្នកដតីទៀតដែលបានជួយសង្គ្រោះមកកាន់គេធានដាបានកាត់ថាមើលទៅពួកគេបានចាប់ទុកខ្លួនដូចជាប្រសង់អញ្ចឹងក៏សម្ដែងចូលទួជាមួយពួកគេបន្តិចទៅសម្រាប់មនុស្សនៅទីនោះនៅតែខឹងសម្បាអំពីមនុស្សដែលមកពីប្រាសាទដាគង់ងោះមិញអាងដល់វាខ្លាំងជាងយើងទេមកវាយយើងបើយើងខ្លាំងដូចវាវិញយើងវាយវាវិញហើយប៉ុន្តែធានដាយើងវិញគឺមិនបានខ្វល់អំពីការនិយាយរបស់ពួកគេនោះទេដោយធានដាកំពុងតែស្វែងរកចំពោះយីងប៉ុន្តែបែរជានាងទៅដេកទៅវិញធានដាក៏បានហៅចំពោះយីងគឺឲ្យមកនៅក្បែរខ្លួនបន្ទាប់មកប្រាប់នាងឲ្យទៅជួយសង្គ្រោះសាយូយីងក៏បានយល់ព្រមអ្នកដតីទៀតគឺមិនហ៊ានមកអ្វីនោះទេដោយសារតែខ្លាចជាមួយនឹងអំណាចរបស់ធានដារបស់យើងហើយយើងក៏បានឃើញផងដែរថាយីងក៏បានយកចំពោះសាយូគឺត្រឡប់មកវិញផងដែរប៉ុន្តែមើលទៅពួកគេគ្រប់គ្នាដូចជាមានអារម្មណ៍ថាបដិសេធចំពោះធានដារបស់យើងគឺមិនចង់ឲ្យយើងនោះទេប៉ុន្តែពួកគេមិនហ៊ានមកកឡើយព្រោះថាខ្លាចជាមួយនឹងអំណាចរបស់ធានដាជាមួយនឹងយីងកញ្ញាម្នាក់គឺចង់ចំទាស់ប៉ុន្តែដោយសារតែធានដារបស់យើងនិយាយគំរាមទៅកាន់ពួកគេតាអ្នកពិតជាហ៊ានហាមឃាត់ខ្ញុំពួកគេទាំងអស់នោះគឺពិតជាមិនហ៊ាននោះទេប៉ុន្តែពួកគេមិនដឹងថាចំពោះមនុស្សដែលមកពីនិកាយអារ្យនឹងអាចថាហ៊ានវាប្រហារទៅកាន់ឬអត់ធានដារបស់យើងក៏មានការសង្ស័យផងដែរប៉ុន្តែមើលទៅដួងស៊ីននឹងហាបីជាមិនបានហ៊ានវាប្រហារអ្វីនោះទេបានត្រឹមតែយល់ស្របទៅកាន់ចំពោះធានដារបស់យើងតែប៉ុណ្ណោះមនុស្សនៅទីនោះបានត្រឹមតែនិយាយជេរចោចទេប៉ុន្តែអត់សំខាន់ឡើយប៉ុន្តែបរិរម្នាក់ប្រែទៅកាន់ចំពោះដួងស៊ីនតាអ្នកអត់ដឹងគេថាគ្រូនៃសាយូនឹងគឺបាត់សម្រាប់ប្រធានទី2របស់អ្នកដោយសារតែមើលតែអប៉ែនឹងនិយាយលយពេកខ្លួនក៏ទ្រាំលែងបានដួងស៊ីននឹងក៏ទៅវាយប្រហារទៅកាន់វាតែម្ដងម្ដេចក៏អាយទៅបាយខ្លាំងម្លេះមើលទៅអញគួរតែបញ្ជូនឯងទៅឋាននរកហើយធានដាក៏បានសរសើរវាផងដែរអានេះវើយពិតជាប្រវិធីដោះស្រាយបានល្អមែនទែនហើយអប៉ែនោះក៏បាននិយាយជាមួយធានដារបស់យើងបន្តិចបន្តួចផងដែរប៉ុន្តែយ៉ាងណាក៏ដោយធានដារបស់យើងក៏នៅតែប្រុងប្រយ័ត្នអំពីវាសម្រាប់អប៉ែនឹងនិយាយឡើងដូចជាការគំរាមកំហែងប៉ុន្តែយ៉ាងណាក៏ដោយធានដារបស់យើងតទៅវិញថាអ្នកគួរតែដឹងឲ្យមិនដែរឬទេប៉ុន្តែការនិយាយមនុស្សយើងមិនដឹងថាជាអ្វីទេប៉ុន្តែយើងអាចរំលឹកបានអត់សំខាន់ទេត្រឹមហ្នឹងនៅពេលដែលវាឮថាអ្នកត្រូវតែខំបង្ហាញឲ្យបានល្អនៅតាមផ្លូវសាសនាតើអប៉ែនេះមានការភ្ញាក់ផ្អើលសម្រាប់ព្រះសង្ឃ2នាក់នេះវិញគឺចង់រត់ប៉ុន្តែក៏ត្រូវបានជាមួយនឹងសាតបាធានដារបស់យើងចេញមកសម្រាប់ចោលបាល់ទៅហើយមនុស្សនៅទីនោះបានត្រឹមតែមានការភ្ញាក់ផ្អើលជាមួយនឹងសត្វចិញ្ចឹមរបស់ធានដារបស់យើងដោយសត្វនោះវាពិតជាអំណាចជាខ្លាំងមនុស្សផ្សេងទៀតបានត្រឹមតែឈើមើលនិងភ្ញាក់ផ្អើលតែប៉ុណ្ណោះហើយសម្រាប់ព្រះសង្ឃនោះវិញពួកគេនឹងសម្លាប់នៅទីនេះតែម្ដងដោយដួនស៊ីនរបស់យើងនឹងគឺពិតជាខឹងអញនឹងសម្លាប់ពួកឯងនៅទីនេះដោយនឹងធ្វើទរណកម្មពួកឯងបញ្ចេញជាមួយនឹងកំហឹងរបស់អញយើងបានត្រឹមតែលើសម្លេងតែប៉ុណ្ណោះសម្រាប់ធានដារបស់យើងវិញក៏បានដឹងផងដែរថា
ព្រះសង្ឃទាំងអស់នោះប្រកាសជាត្រូវបែកដួនសួននឹងគឺសម្លាប់បាត់ទៅហើយច្រឡំដួនស៊ីនជាពិសេសបរិសម្នាក់ដែលតែងតែដើរតាមចំពោះធានដាររបស់យើងរហូតហ្នឹងក៏មានការភ្ញាក់ផ្អើលអំពីអំណាចរបស់ធានដាររបស់យើងផងដែរកម្មដល់ចំពោះកន្លែងដើមវិញដែលគឺជាកន្លែងផ្ទះសំណាក់យើងក៏បានឃើញថាម្ចាស់ហាងគឺពិតជាមានការសប្បាយចិត្តព្រោះថាទីបំផុតធានដាររបស់យើងត្រឡប់មកវិញហើយធានដាររបស់យើងក៏ឆ្ងល់ផងដែរការពិតទៅដោយសារតែមានមន្ត្រីម្នាក់គឺកំពុងតែស្វែងរកចំពោះធានដាររបស់យើងធានដាររបស់យើងក៏បានដឹងបាត់ហើយគេគឺពិតជាចង់រាយការណ៍អំពីរឿងសំខាន់ប្រាប់មកខ្ញុំមិនដែរឬទេរឿងត្រង់នេះសម្រាប់អ្នកបម្រើបានដឹងច្បាស់ហើយនៅពេលដែលលោកម្ចាស់ជួបគាត់អ្នកនឹងដឹងដោយខ្លួនឯងធានដាររបស់យើងក៏យល់ប៉ុន្តែធានដារក៏នៅតែគិតរឿងរ៉ាវជាច្រើនដែលកំពុងតែកើតឡើងផងដែរមើលទៅជាមួយនឹងគោលដៅរបស់ពួកគេវាពិតជាមិនធម្មតានោះទេហើយជាពិសេសហ្នឹងក៏បានដើរកាត់ជាមួយនឹងការកលែងងប់របស់អបិសិគេកាន់ដៃភ្លុះប៉ុន្តែអត់សូវសំខាន់ទេហើយគាត់ក៏បានមកនិយាយជាមួយនឹងសាយូរបស់យើងគឺជាអាទី5បានត្រឹមតែមានការសុំទោសតែប៉ុណ្ណោះហើយជាមួយភាពស្មោះត្រង់ក៏បានឡើងដល់ភាគរយយ៉ាងណាក៏ដោយខ្លួនក៏ចង់ដឹងផងដែរអំពីហេតុការណ៍នាងក៏បានរៀបរាប់ប្រាប់រឿងជាច្រើនតែម្ដងទៅតាមដំណើររឿងនាងគឺត្រូវបានចំពោះអ្នកវឹកហាត់ជាមួយនឹងបរិសុទ្ធគឺចាប់នាងដែលគឺជាអ្នកមាគាបរិសុទ្ធកម្រិតខ្ពស់កម្លាំងគឺអាចថាន់ចង់ប្រហាក់ប្រហែលជាមួយលោកគ្រូបតហើយប៉ុន្តែគឺមិនអាចដល់លោកគ្រូនោះទេធានដាររបស់យើងក៏ដឹងដូចជានិយាយអំពីអ្នកដែលកាន់សាសនាជីងមីងតាវដូចជាសូច្បងទី1ក្នុងនិកាយនោះគឺលីធានទី2គឺហុងយីប៉ុន្តែយ៉ាងណាក៏ដោយក៏និយាយអំពីការក្បត់របស់អាទី5ផងដែរគឺជាសាយូយើងនឹងហើយព្រោះថាអ្នកគឺកុំចង់បោកខ្ញុំអ្នកក៏មានគម្រោងនៅក្នុងការធ្វើបាបចំពោះគ្រួសាររបស់យើងផងដែរហើយជាមនុស្សខ្ញុំសាយូហើយបីជាក៏មានការភ័យខ្លាចបានត្រឹមតែសុំទោសទៅការចំពោះធានដាររបស់យើងតែប៉ុណ្ណោះយ៉ាងណាក៏ដោយនាងក៏បាននិយាយរៀបរាប់រឿងជាច្រើនព្រោះថារឿងនេះគឺបានជាប់ពាក់ព័ន្ធជាមួយនឹងព្រះរាជវាំងព្រោះថាមើលទៅវាពិតជាអ្វីដែលនាងបានដឹងធានដាររបស់យើងក៏បានមើលចំពោះសញ្ញាដែលបានជាប់មកលើក្បាលសាយូយើងផងដែរដែលនោះគឺជាសញ្ញាអាថ្មព្រោះថាអ្នកដែលអនុវត្តជាមួយនឹងពិធីសាស្ត្រមួយនេះវាគឺពិតជាកាន់តែពិបាកហើយវានឹងអាចឈានដល់ដំណាក់កាលស្លាប់ផងដែរអ្នកដែលឲ្យអ្នកអនុវត្តជាមួយនឹងពិធីសាស្ត្រមួយនេះវាគឺពិតជាអាក្រក់ជាខ្លាំងសាយូក៏បានប្រាប់ផងដែរនិយាយទៅសំបីតែជាមួយសញ្ញាមួយនេះក៏វាតាក់ទងជាមួយនឹងព្រះរាជវាំងផងដែរសំបីតែយីងក៏មានការភៀបអាយតើនៅក្នុងរាជវាំងពួកគេគឺពិតជាបានធ្វើរឿងទាំងអស់នេះមិនដែរឬទេរឿងនេះគឺបានធ្វើឲ្យចំពោះធានដាររបស់យើងកាន់តែសង្ស័យប៉ុន្តែយ៉ាងណាក៏ដោយគេក៏នៅតែដាក់ទោសចំពោះសាយូរបស់យើងផងដែរហើយបើជាប្រតិកម្មចំពោះយីងយើងសាយូទៅដាក់ទោសនៅកន្លែងដល់ឡែកហើយចាំពិចារណាទោសតាមក្រៃទៀតយីងក៏បានប្រាប់ចំពោះសាយូផងដែរនិយាយអំពីហេតុការណ៍ដែលនាងគឺជាមួយនឹងលោកគ្រូគឺបានទៅសង្គ្រោះនាងហើយក៏បានប្រាប់ចំពោះសាយូផងដែរលោកគ្រូខ្លាំងណាស់ចេញក្បាច់ជែកក្បាច់ចោនិយាយទៅពិតជាកាយផ្កាសមមែនតែនក៏នឹងប៉ុន្តែសម្រាប់នាងវិញនៅពេលនោះបានធ្វើអ្វីទេក្រៅពីគិតតែដេកតែប៉ុណ្ណោះហើយសម្រាប់ធានដារកំពុងតែដើរហ្នឹងយើងបានឃើញមន្ត្រីម្នាក់គឺចង់ជួបជាមួយនឹងធានដាររបស់យើងគឺជាឧត្តមសេនីយ៍ព្រោះថាគាត់គឺពិតជាចង់ជួបជាមួយធានដារប៉ុន្តែធានដាររបស់យើងមិនខ្វល់ទេចូលទៅក្នុងបន្ទប់របស់គាត់បាត់ទៅហើយទោះបីជាពណ៌ដៃហ្នឹងខំស្រែកហើយយ៉ាងណាក៏ដោយប៉ុន្តែធានដារមិនខ្វល់ឡើយក៏នៅតែគិតរឿងជាច្រើនដែលកំពុងតែកើតឡើងមកលើខ្លួនជាមួយនឹងកូនសិស្សរបស់គេប៉ុន្តែកំពុងតែគិតរឿងនឹងសោកក៏ចាប់ផ្ដើមមើលជាមួយនឹងប្រព័ន្ធ system ហើយគេទទួលបានជាមួយនឹងបន្ទុក 4000 ដោយសារតែគេបានសម្លាប់ជាមួយនឹងព្រះសង្ឃជាពិសេសក៏ទទួលបានជាមួយបន្ទុករីរងហើយនឹងបន្ទុកផ្សេងៗទៀតជាពិសេសបន្ទុក500នៅក្នុងការសង្គ្រោះសាយូរបស់យើងត្រឡប់មកវិញគាត់កំពុងតែគិតថាឥឡូវនេះខ្ញុំគួរតែ upgrade ជាមួយនឹងរូបរាងកាយធម្មតារបស់ខ្ញុំឬក៏ត្រូវតែបង្កើនជាមួយនឹងកម្រិតឥឡូវនេះគឺកំពុងតែគិតវែងឆ្ងាយជាពិសេសគាត់ក៏កំពុងតែគិតអំពីសម្លេងសម្ដៅនៅក្នុងសុបិនរបស់ព្រះសង្ឃទាំងអស់នោះដែលបានសូត្រផងដែរតែវាគឺបានជាប់តាក់ទងជាមួយនឹងគម្ពីរឋានសួគ៌មើលទៅជាមួយនឹងព្រះសង្ឃទាំងអស់នោះដែលបានសូត្រជាមួយនឹងពិធីសាស្ត្ររបស់ពួកគេគឺពិតជាមិនសាមញ្ញនោះទេដោយធានដាររបស់យើងគឺពិតជាមានការសង្ស័យជាមួយនឹងពិធីសាស្ត្ររបស់ពួកគេទាំងអស់នោះជាខ្លាំងការមហាចំពោះពេលល្ងាចយើងក៏បានឃើញចំពោះមន្ត្រីម្នាក់ហ្នឹងក៏បានមើលផងដែរតែមន្ត្រីម្នាក់ហ្នឹងគឺចង់ជួបជាមួយនឹងធានដាររបស់យើងប៉ុន្តែយីងក៏បានចេញមកនិយាយជាមួយព្រោះថាលោកគ្រូរបស់នាងគឺមិនចង់ជួបជាមួយនឹងពួកគេនោះទេទោះបីជាប
រោះម្នាក់នឹងខំប្រាប់ថានេះគឺជាឧត្តមសេនីយ៍ណាសម្រាប់យីងរបស់យើងមិនខ្វល់ឡើយឧត្តមសេនីយ៍មកពីជើងមេខាងត្បូងខាងលិចក៏ខ្ញុំមិនខ្វល់ផងដែរប៉ុន្តែលោកគ្រូរបស់ខ្ញុំគឺមិនទាន់ចង់ឲ្យចូលប៉ុន្តែដោយសារតែលើសំឡេងធានដាវឲ្យចូលហើយនាងក៏បានយល់ព្រមដោយបរោះម្នាក់នឹងគឺមានឈ្មោះថាចៅគាត់មើលទៅនេះដើម្បីនិយាយគ្នាជាមួយនឹងធានដាវរបស់យើងរឿងមួយចំនួនធានដាវរបស់យើងប្រាប់គាត់ឲ្យនិយាយចំមកការប៉ែទៅគាត់មើលទៅនេះគឺដោយសារតែផ្លាកសញ្ញារាជវង្សផងដែរដោយគាត់គឺសង្ឃឹមថាធានដាវនឹងប្រកល់ចំពោះផ្លាកសញ្ញានោះត្រឡប់មកវិញប៉ុន្តែធានដាវប្រាប់គាត់ឲ្យនិយាយពីចំណុចសំខាន់មើលតែណាគេគឺចង់បានគាត់ក៏បានប្រាប់តាមម្ដងទៅគឺដោយសារតែផ្លាកសញ្ញានេះគឺដំបូងគឺនៅកន្លែងណាមួយផ្សេងទៀតប៉ុន្តែគឺមានមនុស្សម្នាក់នៅក្នុងរាជវាំងគឺចង់ឲ្យយកជាមួយនឹងផ្លាកសញ្ញាមួយនេះមកវិញព្រោះថាមនុស្សដែលឲ្យយកនោះគឺជាមនុស្សដែលធ្វើការឲ្យចំពោះអធិរាជដូច្នោះហើយខ្ញុំក៏សង្ឃឹមផងដែរថាអ្នកគឺពិតជាប្រគល់ឲ្យជាមួយនឹងផ្លាកសញ្ញាមួយនោះប៉ុន្តែធានដាវបានតទៅវិញប្រសិនជាគេពិតជាចង់បានឲ្យគេមកយកជាមួយនឹងផ្លាកសញ្ញាមួយនេះដោយខ្លួនឯងមកទោះបីជាមេតបចៅនឹងខំនិយាយយ៉ាងណាក៏ដោយប៉ុន្តែធានដាវរបស់យើងគឺមិនស្ដាប់នោះទេបានប្រតិកម្មចំពោះយីងឆាប់នាំភ្ញៀវចាចេញពីទីនេះមើលជាមួយនឹងទឹកមុខរបស់យីងរបស់យើងគឺពិតជាខ្លាញ់មែនទែនក្មេងស្រីម្នាក់នេះវិញមានអារម្មណ៍ថាគឺពិតជាឆ្លើយប៉ុន្តែធានដាវក៏សួរគាត់ថាតើអ្នកស្គាល់អំពីស៊ូជីងដែរឬទេឲ្យច្រឡំគឺស៊ូពីងប៉ុន្តែបរោះម្នាក់ដែលឈ្មោះថាអាយជៀនដែលគឺជាមនុស្សដែលធ្លាប់ជួបជាមួយនឹងធានដាវរបស់យើងដោយបានសរសើរវាថាអាប៉ែម្នាក់នេះក៏បានរួចពីផុតអំពីព្រះសង្ឃមួយនោះមែនដែរឬទេបន្ទាប់មកក៏បានមកគោរពមកកាន់ចំពោះធានដាវរបស់យើងនិយាយទៅអាប៉ែនេះក៏រៀងមានថាគេខ្មាស់វាគឺកាត់ចោលអស់បាត់ទៅហើយប៉ុន្តែមេតបចៅក៏បានមកនិយាយជាមួយនឹងគេមិនអ្នកហៅចំពោះព្រឹទ្ធាចារ្យនោះថាម៉េចគឺបាននិយាយថាគាត់គឺជាអ្នកវឹកហាត់ណាស់តែអ្នកមិនបានដឹងនោះទេបន្ទាប់ពីបានលើដូច្នោះហើយមេតបចៅបានត្រឹមតែមានការសុំទោសតែប៉ុណ្ណោះព្រោះថាមិញនេះខ្លួនគឺពិតជាមិនបានដឹងនោះទេចំណែកធានដាវរបស់យើងវិញគឺមិនបានប្រកាន់អ្វីនោះទេយ៉ាងណាក៏រឿងធន់ជាមួយអបៈនឹងផងដែរធានដាវគ្រាន់តែចង់ដឹងថាអបៈស៊ូពីងនឹងក៏ជាមនុស្សដែលមកពីរាជវាំងមែនដែរឬទេអាយជៀនបានប្រាប់ថាគឺពិតជាមែនហើយបើមិនជឿសួរមេតបម្នាក់នេះទៅមេតបនឹងបានត្រឹមតែគិតក្នុងចិត្តហើយអាប៉ែនេះអញ្ចឹងក៏សួរអញដែរហើយក៏បានឆ្លើយថាយល់ព្រមបន្ទាប់ពីបានដឹងហើយក៏ចាប់ផ្ដើមមានការសង្ស័យមើលទៅរឿងមួយនេះពិតជាបានជាប់ពាក់ព័ន្ធជាមួយនឹងរាជវាំងមែនហើយយ៉ាងណាក៏ដោយធានដាវក៏បានសរសើរទៅកាន់អាប៉ែអាយជៀនគឺជាមនុស្សដែលវឹកហាត់ជាមួយនឹងពិធីសាស្ត្រឬកិច្ចពិតជាបានល្អប៉ុន្តែឃើញជាមួយនឹងកូនទាហានម្នាក់បាននិយាយថាមនុស្សអាក្រក់គឺបានមកហើយគឺសម្ដៅទៅដល់ទី4គឺជាកូនសិស្សរបស់ធានដាវរបស់យើងមើលទៅគេចុះមកពីកំពូលភ្នំច្បាស់ថានឹងមានរឿងអ្វីមួយដែលតែទាមកកាន់គេហើយបាននិយាយទៅសារទៅកាន់ចំពោះទី4ជាខ្លាំងលើដូច្នោះហើយជីងក៏ចង់ដឹងផងដែរតើអ្នកដែលលឿងពីកូនសិស្សទី9ឬអត់អាយជៀនក៏បានប្រាប់ផងដែរខ្ញុំលើគេជាមនុស្សដែលមានទេពកោសល្យពូកែខាងវឹកហាត់ជាមួយនឹងកម្រិតដាំដុះរបស់គេប៉ុន្តែបើតាមខ្ញុំដឹងគេគឺជាមនុស្សដែលអត់ចេះទប់អារម្មណ៍និយាយទៅគ្មានសីលធម៌នៅពេលដែលធំឡើងគឺជាមនុស្សដែលពូកែបង្កបញ្ហាគ្រាន់តែកលេចមើលទៅកាន់ជីងយើងគឺម៉ែឲ្យកាច់មែនទែនចំមិនក៏កញ្ញាខឹងមកខ្ញុំអញ្ចឹងប៉ុន្តែឃើញថាធានដាវរបស់យើងគឺមិនចង់ឲ្យវែងឆ្ងាយនោះទេប្រាប់ពូគេឲ្យត្រឡប់ទៅវិញទៅប៉ុន្តែយ៉ាងណាក៏ដោយមេតបក៏មានការបារម្ភព្រោះថារឿងនេះវានឹងអាចជាប់ពាក់ព័ន្ធអាទី4ដែលបានចុះមកទៅនេះមិនធម្មតានោះទេជាពិសេសគេក៏បាននិយាយផងដែរថាអាទី4គឺបានចាប់យកក្មេងស្រីទៅណាទៅណីណោឬដូច្នោះឲ្យមេតបម្នាក់នឹងគឺចង់ទៅជួយយ៉ាងលឿនតែម្ដងប៉ុន្តែពិន្ទុក៏បានលឿនមកព្រោះថាអាទី4គឺបានសម្លាប់ចោលសេះបានធ្វើឲ្យធានដាវគឺចាប់ផ្ដើមឆ្ងល់បាញ់គេថានៅជាមួយស្រីប៉ុន្តែបែរជាសម្លាប់ចោលសេះប៉ុន្តែយើងឃើញថាអាយជាងគឺបានប្រតិកម្មមេតបចាតែអ្នកភ័យធ្វើអ្វីអ្នកមិនបានដឹងថាមាននរណាម្នាក់អាចជួយអ្នកបានឬទេដោយបានប្រាប់ថាគឺជាលោកម្ចាស់គឺពិតជាអាចធ្វើបានគឺសម្ដៅទៅដល់ធានដាវរបស់យើងដែលគាត់គឺជាអ្នកវឹកហាត់ជាមួយអំណាចព្រះពុទ្ធសាសនាដ៏អស្ចារ្យតែម្ដងនិយាយទៅអាប៉ែនឹងលើកដង្កើងជាមួយនឹងធានដាវរបស់យើងជាខ្លាំងតែម្ដងព្រោះថាមានតែធានដាវរបស់យើងនោះទេគឺពិតជាអាចដោះស្រាយជាមួយនឹងកូនសិស្សទី4នោះបានឬដូច្នោះហើយមេតបចៅក៏ចាប់ផ្ដើមសង្វរទៅកាន់ចំពោះធានដាវរបស់យើងឲ្យជួយសង្គ្រោះចំពោះទីក្រុងរូណានរបស់គេផងធានដាវរបស់យើងបានត្រឹមតែលេងពុកមាត់របស់គេតែប៉ុណ្ណោះប៉ុន្តែក៏បានធ្វើឲ្យចំពោះយីងក៏មានការឆ្ងល់ផងដែរធានដាវបានប្រាប់ថារឿងនេះចាំខ្លួនជាអ្នកដោះស្រាយឥឡូវនេះឆាប់ចាចេញពីទីនេះសិនទៅធានដាវរបស់យើងក៏នៅតែកំពុងតែគិតរឿងមួយចំនួនដែលកំពុងតែស្មុគស្មាញក៏បានប្រតិកម្មយីងហើយចំពោះអាប៉ែអាយជាងមើលទៅនេះអាប៉ែអាយជាងក៏បានមើលព្រោះថាចង់ដឹងថាធានដាវរបស់យើងនឹងប្រកល់ចំពោះភារកិច្ចអ្វីមួយឲ្យមកកាន់គេ
ដោយជីធានដារបស់យើងហ្នឹងគឺចង់ឲ្យចំពោះបែអាយជាហ្នឹងគឺធ្វើជាត្រជាក់ឬថ្មីនិយាយចំទៅគឺជាកូនចៅរបស់គេប៉ុន្តែមើលទៅអាបែអាយជាហ្នឹងដូចជាថាវាមិនចង់នោះទេវាមានអារម្មណ៍ថាភ័យខ្លាចយ៉ាងណាក៏ដោយចំពោះការធ្វើភេរកិច្ចមួយនេះគឺមិនអត់ប្រយោជន៍នោះទេដោយសារតែមើលទៅអាបែមួយហ្នឹងវាចូលចិត្តជាមួយនឹងដាវដោយធានដារបស់យើងនឹងប្រកល់ជាមួយនឹងដាវអ្វីមួយឲ្យទៅកាន់វាប៉ុន្តែដាវនោះគឺពិតជាមិនអត់នោះទេដោយដាវមួយនោះគឺល្អជាងដាវញីឈ្មោលទៅទៀតដោយសារតែលើដូច្នេះហើយអាប៉ែមួយហ្នឹងក៏បានយល់ព្រមទាំងសប្បាយចិត្តតែម្ដងបន្ទាប់មកធានដាវក៏បានឲ្យចំពោះយីងយកអាប៉ែហ្នឹងចាចេញពីទីនេះដើម្បីឲ្យវាស្វែងរកអ្វីមួយឲ្យកាន់ខ្លួនយើងគឺមិនដឹងនោះទេសម្រាប់អាយជានឹងវាក៏បានចាចេញពីទីនេះដើម្បីបំពេញជាមួយនឹងភារកិច្ចរបស់វាកម្មមកដល់ចំពោះពេលយប់វិញដោយធានដាវរបស់យើងគាត់គឺកំពុងតែមើលជាមួយនឹងប្រព័ន្ធ system របស់គាត់ក៏បានគិតអំពីជាមួយសិលកាដែលគាត់បានប្រើប្រាស់ផងដែរជាពិសេសហ្នឹងគាត់ក៏បានគិតពីខ្លួនឯងដោយជាមួយនឹងអាយុកាលហើយបីជាវាចិត្តហួសជាមួយនឹងដែនកំណត់បើទៅហើយចុះប្រសិនបើខ្ញុំអាចប្រើជាមួយនឹងសិលកាផ្លាស់ប្ដូរជាមួយនឹងអាយុរបស់ខ្ញុំប្រែខ្ល้ายទៅជាទីរូនោះមានន័យថាខ្ញុំមិនខ្លាចជាមនុស្សដែលមានជីវិតមិនចេះស្លាប់នោះទេប៉ុន្តែនេះគឺគ្រាន់តែជាការគិតរបស់ធានដាវរបស់យើងតែប៉ុណ្ណោះកាលមកដល់ចំពោះប្រកស្អីវិញមន់គឺកំពុងតែស្រែកពេញនឹងបាត់ទៅហើយជាពិសេសមន្ត្រីចៅរបស់យើងនឹងគឺបានកំពុងតែមកដាស់ហៅជាមួយនឹងធានដាវរបស់យើងឲ្យជួយដោះស្រាយជាមួយនឹងអរិយទី4គឺជាកូនសិស្សរបស់ធានដាវទាំងដែលប៉ែននឹងមិនដឹងនោះទេយ៉ាងណាក៏ដោយប៉ែននឹងនិយាយទៅបែរជាខ្លាំងធានដាវរបស់យើងគឺគិតតែដុសធ្មេញតែប៉ុណ្ណោះបន្ទាប់ពីគាត់បានដុសធ្មេញរួចហើយក៏បានចាយចេញពីបន្ទប់របស់គាត់ហើយក៏បានប្រាប់ទៅកាន់ពួកគេគឺឲ្យមកដើរតាមខ្លួនមកសម្រាប់មេតបចាងនឹងនៅតែនិយាយសងវល់ទៅកាន់ចំពោះធានដាវឲ្យជួយតារាយប៉ុន្តែបានឃើញថាឥឡូវនេះពួកគេគឺកំពុងតែមកអង្គុយញ៉ាំអីសម្រាប់មេតបនោះមានការភ្ញាក់ផ្អើលគាត់គឺពិតជាអាចបង្ក្រាបជាមួយនឹងសាយោដែលជាកូនសិស្សរបស់តាចំណាស់បិសាចមួយនោះបានមើលទៅបរោះម្នាក់នេះគឺមិនមែនជាមនុស្សធម្មតានោះទេហើយបីជាខ្ញុំគួរតែរាយការណ៍ទៅកាន់ទីជវាំងដើម្បីឲ្យពួកគេដឹងអំពីអំណាចរបស់ប្រតិចារម្នាក់នេះគឺពិតជាអស្ចារ្យជាខ្លាំងហើយយើងក៏បានឃើញចំពោះអាយជៀនក៏បានមកដល់ទីនេះផងដែរដោយឥឡូវនេះអាយជៀននឹងវាមើលទីនេះដើម្បីរាយការណ៍ជាមួយនឹងរឿងអ្វីមួយប្រតិកម្មចំពោះធានដាវដែលព័ត៌មានដែលវាទទួលបានវាក៏បាននិយាយអំពីព័ត៌មានជាច្រើនប្រតិកម្មចំពោះធានដាវរបស់យើងតែម្ដងអំពីរឿងដែលធានដាវរបស់យើងយកជាមួយនឹងសាយូព្រោះថាវានឹងអាចធ្វើឲ្យចំពោះមនុស្សដែលនៅក្នុងរាជវាំងនេះមានការខឹងប៉ុន្តែពួកគេមិនហ៊ានចាប់ការនោះទេដោយសារតែមានការភ័យខ្លាចជាមួយនឹងអំណាចរបស់ធានដាវរបស់យើងប៉ុន្តែយ៉ាងណាក៏ដោយសំពោះរឿងនេះអាយជាប្រតិកម្មចំពោះធានដាវឲ្យប្រយ័ត្នចំពោះបរិសុទ្ធចំណាស់ម្នាក់ព្រោះថាគាត់គឺជាជីធានដាវព្រោះថាជាមួយនឹងអ្នកខ្លាំង10នាក់គឺបានវាយប្រហារជាមួយនឹងគាត់ឲ្យរងរបួសប៉ុន្តែរយៈពេល2-3ខែក្រោយមកពួកគេក៏បានឡំពាល់វាយប្រហារទៅកាន់ជីធានដាវនោះម្ដងទៀតប៉ុន្តែរឿងដែលមិននឹកស្មានដល់ពួកគេទាំងអស់នោះគឺត្រូវបានស្លាប់តែម្ដងសម្រាប់ចំពោះធានដាវរបស់យើងក៏មានការភ្ញាក់ផ្អើលដែលអាប៉ែហ្នឹងគឺបានមើលឃើញប៉ុន្តែការវាយប្រហារលើកទី1ហ្នឹងគឺជាការវាយប្រហារនៅទីកន្លែងផ្សេងគឺមិនមែនជាទីវាយប្រហារនៅកន្លែងកំពូលភ្នំជីទីនោះទេដោយអាប៉ែហ្នឹងវានិយាយឲ្យដឹងថាជីធានដាវដែលវានិយាយថាគឺជាមនុស្សដែលកំណាចជាងគេហ្នឹងគឺកំពុងតែនៅទួលមុខវានោះទេយើងក៏បានឃើញផងដែរថាពួកគេក៏បានមកដល់ចំពោះកន្លែងមួយទៀតឃើញជាមួយនឹងក្បាលសាកសពជាច្រើនកំពុងតែយកព្យួរនៅទីនោះមេតបនោះគឺពិតជាមានការភ្ញាក់ផ្អើលប៉ុន្តែធានដាវបានប្រាប់ថាពួកទាំងអស់នោះគឺគ្រាន់តែជាពួកចោរសេះតែប៉ុណ្ណោះ